រិត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរិត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកធរណីមាត្រ36យកមកបង្ហាញដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅលំហាត់ទី21គេឲ្យមុំនេះ70មុំខាងក្រៅនេះ60មុំខាងក្នុងមិនដឹងមុំខាងក្រៅ50ខាងក្រៅនេះ70មុំខាងក្នុងនេះមិនដឹងមុំខាងក្រៅ40មុំខាងក្នុងមិនដឹងមុំខាងក្នុងនេះមិនដឹងហើយខាងក្រៅមិនដឹងចូលរកមុំនេះចឹងដើម្បីរកមុំនេះឃើញយើងឃើញមុំនេះសិនមើលពេលឃើញមុំនឹងហើយមុំនេះ40ដឹងឃើញមុំ2យើងអាចរកមុំនេះឃើញដើម្បីឃើញមុំនេះដល់តែយើងរកមុំនេះសិនមុំ2នេះឃើញដឹងអញ្ចឹងនាំឲ្យមុំនេះដឹងរកមុំនឹងឃើញត្រូវរកមុំនេះទៀតអញ្ចឹងមុំដឹងមុំ2អញ្ចឹងយើងអាចរកមុំនេះឃើញដូច្នេះសូមមើលការបកស្រាយទាំងអស់គ្នាមុំ70បូកនឹងមុំ x ឧទាហរណ៍មុំកំពូលនេះមុំ x បូកនឹងមុំ60ស្មើ180ជាផលបូកមុំបនថែមអញ្ចឹងយើងអាចរកមុំ x ឃើញមុំ70បូកមុំ x ស្មើ60បូកមុំ60ស្មើ180ផលបូកមុំក្នុងនៃត្រីកោណសំទោសមុំ3ហ្នឹងចូលគ្នាហ្នឹងគឺផលបូកមុំបន្ថែមនេះមុំបន្ថែមអញ្ចឹងនាំឲ្យយើងបានមុំ x ស្មើមុំ x នៅអង្គទី1ស្រាប់180នៅអង្គទី2អញ្ចឹងទាញអង្គទី1នេះដក70បូកនឹង60ដក7បូក60 7បូកនឹង60ស្មើ130 180ដក30ស្មើ50មុំ x នេះមួយឃើញស្មើ50អញ្ចឹងយើងរកមុំ y មួយទៀតមុំ y មុំ50បូកនឹងមុំ y បូកមុំ7មុំ50បូកមុំ y បូកមុំ7ស្មើ180ផលបូកមុំបន្ថែមនេះបូកមុំបន្ថែមនេះមុំរៀបនេះមុំរៀបនេះអញ្ចឹងនាំឲ្យយើងបានមុំ y នៅអង្គទី1ស្រាប់ស្មើនឹង180ដកឲ្យផលបូកមុំ2នេះមុំ50និងមុំ7 50បូក7 120 180ដក120នៅសល់60មុំ y ស្មើ60អញ្ចឹងយើងរកមុំសិតនេះឃើញមុំ x បូកមុំ y បូកមុំ7ស្មើ180មូលហេតុអីមុំ x បូកមុំ y បូកមុំ7ស្មើ180វាជាផលបូកមុំក្នុងត្រីកោណផលបូកមុំក្នុងនៃត្រីកោណអញ្ចឹងយើងអាចរកសិតឃើញមុំសិតស្មើនឹង180ដកឲ្យផលបូកមុំ x និង y មុំ x យើងរកឃើញហើយគឺ50មុំ y យើងរកឃើញហើយគឺ60 50បូក60ស្មើ110 180ដក110ស្មើ70អញ្ចឹងយើងបានមុំសិតស្មើ70មុំ7ស្មើ70យើងអាចរកមុំនេះឃើញមុំដែលគេសួរបូកមុំសិតបូកមុំ40នេះឃើញ180អញ្ចឹងយើងអាចរកមុំដែលគេសួរនេះឃើញស្មើ180ដកឲ្យមុំ40បូកមុំ7មុំសិតយើងរកឃើញមិញគឺ7មុំ40បូកនឹង7គឺ110 180ដក110ស្មើ70ដឺក្រេមុំដែលគេសួររកនេះស្មើ70ដឺក្រេធ្វើការពេលថ្ងៃដើម្បីចិញ្ចឹមគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោករាត្រីសួស្តីសូមជម្រាបលា